អ្នកទាំងអស់គ្នានឹងមិនជឿទេថាសត្វ Capybara គឺជាសត្វតែមួយគត់ដែលក្រពើមិនហ៊ានស៊ីវាអ្នកប្រហែលជាធ្លាប់បានឃើញវីដេអូដែលសត្វ Capybara នៅជិតនឹងក្រពើហើយហ៊ានដើរលេងជាមួយសត្វក្រពើខណៈពេលដែលក្រពើកំពុងស្វែងរកចំណីវាហាក់បីដូចជាមិនអាចទៅរួចទេដោយដែលយើងបានដឹងហើយថាក្រពើគឺជាសត្វមួយដ៏គ្រោះថ្នាក់បំផុតហើយបើនរណាម្នាក់បានជួបពួកគេកម្រនឹងរួចខ្លួនណាស់សម្រាប់មនុស្សឬក៏សត្វដទៃទៀតសូម្បីតែមនុស្សដែលចិញ្ចឹមសត្វក្រពើក៏ដោយពួកគេតែងតែប្រុងប្រយ័ត្ននៅជុំវិញខ្លួនពួកគេជានិច្ចហេតុផលមួយចំនួនយល់ថាក្រពើមានអេរយាប័តដូចជាមិត្តភក្តិជាមួយសត្វ Capybara តើពួកគេជាមិត្តភក្តិនឹងគ្នាពិតប្រាកដមែនដែរឬទេ Capybara គឺជាសត្វមួយដែលស្ងប់ស្ងាត់និងក្លាហានបំផុតហើយមិនដូចជាមនុស្សយើងទេពួកគេមិនខ្លាចសត្វក្រពើឬនរណាម្នាក់ឡើយក្រពើជាសត្វកាចត្រៀមខ្លួនដើម្បីចាប់សត្វអ្វីទាំងអស់ដែលទៅរំខានវាហើយវាយល់ថាសត្វ Capybara គឺជាសត្វដែលក្លាហាននិងអាចប្រយុទ្ធជាមួយវាបាននេះហើយជាមូលហេតុដែលក្រពើមិនហ៊ានស៊ីសត្វ Capybara ហើយពួកគេគ្រាន់តែជាមិត្តធម្មតាជាមួយគ្នាតែប៉ុណ្ណោះមនុស្សភាគច្រើនគិតថាត្បូងដែលមានតម្លៃគឺមានពណ៌បៃតងភ្លឺប៉ុន្តែវាគ្រាន់តែជាត្បូងពេជ្រដែលមកពីប្រទេសមីយ៉ាន់ម៉ាតែប៉ុណ្ណោះអ្វីដែលអ្នកមើលឃើញនៅទីនេះគឺជា Hidden Jade មកពីសិនចិនប្រទេសចិនជាប្រភេទចាស់នៃប្រពៃណីមួយដែលហៅថា Nephrite ជំនួសឲ្យពណ៌បៃតងភ្លឺវាមានពណ៌សស្រស់ដូចជាទឹកដោះគោឬពណ៌ត្នោតលឿងទន់ៗឬពណ៌បៃតងរថយន្តដឹកទំនិញនាំថ្មពីទន្លេរ៉ូប៉ុនតោនដែលប្រមូលមកពីទន្លេដែលមានថ្មធម្មតាជាច្រើនទីនោះកម្មករនៅលើអាងទឹករាក់ៗអង្គុយដើម្បីរើសថ្មដោយដៃពួកគេពិនិត្យមើលថ្មនីមួយៗយ៉ាងប្រុងប្រយ័ត្នរកមើលសញ្ញានៃភាពថ្លាថ្មដែលមានតម្លៃថ្មភាគច្រើនគ្រាន់តែជាថ្មទន្លេធម្មតាប៉ុណ្ណោះប៉ុន្តែពេលខ្លះវាមានថ្មល្អមានតម្លៃលាក់នៅក្នុងនោះបន្ទាប់ពីជ្រើសរើសរួចដុំថ្មរឹងទាំងនោះត្រូវបានកាត់កែច្នៃនឹងថ្នាំប៉ូលីថ្មពណ៌សរលោងអាចត្រូវបានបំលែងទៅជាគ្រឿងសង្ហារឹមមួយដូចជាចិញ្ចៀនខ្សែកខណៈពេលដែលថ្មពណ៌លឿងត្រូវបំលែងទៅជាគ្រឿងអលង្ការដូចជាខ្សែដៃឬគ្រឿងសង្ហារឹមដំណើរការនេះពិបាកនិងចំណាយពេលយូរប៉ុន្តែវានេះហើយដែលធ្វើឲ្យ Hidden Jade មានតម្លៃរុក្ខជាតិមួយប្រភេទនេះមានតម្លៃថ្លៃជាងមាសទៅទៀតយើងក្រឡេកដំបូងមើលទៅវាដូចជាសាច់គោវ៉ាគីប៉ុន្តែវាមានតម្លៃថ្លៃជាងឆ្ងាយណាស់ជូតាំងឬទំពាំងបាយជូរឈាមន់ជាប្រភេទរុក្ខជាតិវល្លិក្រាស់ស្រោបទឹកក្រហមយ៉ាងខ្លាំងមើលទៅដូចជាឈាមឬរ៉ូប៊ីពណ៌ក្រហមរបស់វាមានតម្លៃកាន់តែខ្ពស់ព្រោះពណ៌បានមកពីថ្នាំឬរុក្ខជាតិធម្មជាតិនិង polyphenol វល្លិដែលមានគុណភាពខ្ពស់បំផុតត្រូវបានទិញដោយគីឡូហើយពិបាករកខ្លាំងណាស់ខ្លាំងវាមានពណ៌ស្លេកប្រហោងនិងខ្វះសរសៃក្រហមទំពាំងបាយជូរពិតប្រាកដគឺកម្រណាស់មិនត្រឹមតែមានអត្ថប្រយោជន៍ជាឱសថប៉ុណ្ណោះទេហើយវាពិបាករកទៀតផងវាត្រូវការរយៈពេលជាច្រើនឆ្នាំដើម្បីលូតលាស់ពី8ទៅ10ឆ្នាំនៅលើកំពូលភ្នំដាច់ស្រយាលទ្រទ្រង់ដោយគ្មានអ្វីក្រៅពីទឹកនីទាខៈរដូវនិងទឹកសន្សើមព្រោះវាមិនអាចដាំដុះបាននោះទេវារស់ដោយធម្មជាតិវាជាផ្នែកមួយដែលធ្វើឲ្យតម្លៃរបស់វាកាន់តែខ្ពស់មើលនេះគឺជា Mosaic Ingen ជ័យដ៏ធំបំផុតនៅលើពិភពលោកបានរកឃើញនៅលើភ្នំដ៏ខ្ពស់ New Guinea ព្រៃនេះដើមចេកមានកម្ពស់មិនគួរឲ្យជឿពី50ទៅ70 feet ធ្វើឲ្យវាคล้ายទៅជាដើមចេកធំជាងគេនៅលើភពផែនដីរបស់យើងដើមផ្កាដ៏ធំសម្បើមរបស់វាខុសពីចេកធម្មតាហើយផ្លែដ៏ធំរបស់វាអាចលូតលាស់រហូតដល់18 អ៊ីងមានប្រវែងជិត2 feet ជាមួយនឹងសម្បកដ៏ក្រាស់ជាងមិនដូចចេកដែលយើងទិញនៅផ្សារនោះទេសាច់របស់វាមានម្សៅនិងស័ក្តិសមសម្រាប់ធ្វើម្ហូបវាលូតលាស់នៅក្នុងព្រៃក្រាស់ដាច់ស្រយាល Mosaic Ingen គឺកម្រពិបាកក្នុងការដាំដុះខ្លាំងមែនទែនវាលូតលាស់បានដោយសារតែធម្មជាតិទាហានវៀតណាមម្នាក់បានកប់ខ្លួនរបស់គាត់ទៅក្នុងដីជាមួយនឹងកាបូបស្ពាយដែលពោពេញទៅដោយក្របីក្រុមការងាររបស់គាត់បានគ្របគាត់ទៅដោយធូលីនិងមែកឈើដើម្បីលាក់បាំងគាត់ទៅនឹងសត្រូវគាត់បានស្នាក់នៅទីនោះអស់រយៈពេល3ថ្ងៃដោយមិនរើនៅពេលដែលក្រុមទាហានអាមេរិកដើរទៅក្បែរនោះគាត់បានចុចបេតុងដើម្បីបំផ្ទុះក្របីសម្លាប់សត្រូវរួមទាំងគាត់ផងដែរ